សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel Admin Han Official ម្ដងទៀតហើយវីដេអូនេះគឺវាមានបញ្ហាខ្ញុំ record ទៅខាងក្បាលវីដេអូវាអត់ឮសលេងណាអញ្ចឹងខ្ញុំអធិស្ឋានបងប្អូនមែនតើសាច់រឿងមួយហ្នឹងគឺគាត់និយាយថាវាមិនមែនជាសាច់រឿងដែលវែងទេវាជាសាច់រឿងដែលខ្លីប៉ុន្តែគាត់គិតថាប្រហែលជាមានមនុស្សស្រីមួយចំនួនដែលអាចនឹងធ្លាប់ឆ្លងកាត់នៅកលៈទេសៈឬក៏ឆ្លងកាត់នៅចំណុចទាំងអស់ហ្នឹងអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំនឹងចាប់ដើមចែកម្លែកសាច់រឿងរបស់គាត់តែម្ដងទៅដោយខ្ញុំសូមហៅគាត់ថាប្អូនស្រីហើយគាត់សូមមិនបញ្ចេញឈ្មោះទេហើយរឿងហ្នឹងគឺតាក់ទងជាមួយនឹងប្តីរបស់គាត់ណាបងប្អូនដែលគាត់និយាយថាពេលដែលគាត់រៀបការមួយប្តីរបស់គាត់ដំបូងគឺរូបសម្រស់របស់គាត់គឺស្អាតរាងគាត់ក៏ស្អាតដែរហើយប្តីរបស់គាត់ស្រឡាញ់គាត់ណាពេលហ្នឹងទៅណាក៏ប្រវួគាត់ទៅជាមួយតែងតែសរសើរគាត់ថាគាត់នឹងស្អាតអញ្ចឹងណាប៉ុន្តែអ្វីគ្រប់យ៉ាងគឺវាអត់ដូចដើមលក្ខណៈអត់ដូចការគ្រាដំបូងគឺវាប្រែប្រួលដោយសារតែបងស្រីគាត់និយាយថាពេលដែលគាត់មានកូនធម្មតាបងប្អូនដែលគាត់ជាស្ត្រីមួយចំនួនឬក៏អាចនិយាយថាសឹងទាំងអស់ហើយគឺតែងតែមានការប្រែប្រួលហើយទៅលើរូបរាងឬក៏សម្រស់អីចឹងណាគឺវាមិនដូចការពេលយើងនៅកំមុំឬក៏មិនទាន់មានកូនទេអញ្ចឹងគាត់ដូចគ្នាគាត់ថាការពេលគាត់មិនទាន់មានកូនគឺរូបរាងគាត់នៅស្អាតគីឡូគាត់ក៏មិនឡើងអីប្រហែលដែរប៉ុន្តែបន្ទាប់ពីគាត់សម្រាលកូនរួចរាល់ទៅគឺគាត់ថាសក់គាត់គឺចាប់ផ្ដើមជ្រុះវាស្ដើងណាហើយមុខគាត់ក៏វាស្លក់ហ្នឹងហើយស្លក់ហើយនិយាយទៅវាអត់ដូចការដែលនៅកំមុំឬក៏ការដែលនៅមិនទាន់មានកូនទេហើយមួយទៀតគឺគាត់ថាគីឡូគាត់ឡើងហើយឡើងនឹងមិនឡើងធម្មតាទេណាបងប្អូនឡើងខ្លាំងហើយគៀងគីឡូទៀតហើយបងប្អូនស្ត្រីគាត់អាចនឹងដឹងហើយអ្នកដែលគាត់ធ្លាប់មានបញ្ហាឬក៏កំពុងតែមានបញ្ហាគៀងគីឡូហ្នឹងគាត់ប្រកាសជាយល់ថាហ្នឹងវាពិបាកមែនតើណាហើយពេលដែលគាត់មានបញ្ហាគៀងគីឡូហ្នឹងហើយរូបសម្រស់គាត់ហ្នឹងវាមិនសូវស្អាតនឹងហើយធ្វើឲ្យផ្លូវចិត្តរបស់គាត់ហ្នឹងក៏វាមិនសូវល្អដូចមុនដែរបងប្អូនមនុស្សស្រីដែលថាធ្លាប់តែមានសម្រស់ស្អាតធ្លាប់តែមានទំនុកចិត្តទៅលើខ្លួនឯងធ្លាប់តែជឿជាក់ទៅលើខ្លួនឯងប៉ុន្តែនៅពេលដែលប្រែរូបរាងប្រែអីចឹងទៅគឺធ្វើឲ្យគាត់វាហៅថាបាត់បង់នៅទំនុកចិត្តខ្លួនឯងបាត់បង់នៅការជឿជាក់ខ្លួនឯងហើយសឹងថាអត់ចង់ទៅជួបអ្នកណាទេអត់ចង់ទៅក្រៅទេគឺចង់តែសង្ងំនៅក្នុងផ្ទះហើយពិបាកចិត្តមួយថ្ងៃទល់មួយថ្ងៃហើយគាត់ថាគាត់ក៏ព្យាយាមដើម្បីថែរក្សាឬក៏ព្យាយាមសម្រកគីឡូដែរប៉ុន្តែគាត់ថាវាមានផលិតផលជាច្រើនដែលគេលក់តាមទីផ្សារដែលអាចជាផលិតផលសម្រាប់សម្រកគីឡូអញ្ចឹងណាប៉ុន្តែគាត់មិនមែនថាគាត់មិនជឿជាក់ទេប៉ុន្តែដោយសារតែគាត់កំពុងតែគាត់មានកូនអញ្ចឹងកូនរបស់គាត់ក៏មិនទាន់ជាធំអីស្រួលបួសពេកដែរអញ្ចឹងហើយគាត់ខ្លាចវាប៉ះពាល់អីចឹងណាបងប្អូនប៉ះពាល់ដល់កូនប៉ះពាល់អីចឹងទៅអញ្ចឹងគឺគាត់អត់បានប្រើប្រាស់ទេគាត់ជ្រើសរើសយកវិធីសាស្ត្រក្នុងការសម្រកគីឡូតាមបែបធម្មជាតិវិញអញ្ចឹងការសម្រកគីឡូតាមបែបធម្មជាតិវាមិនមែនបានផលទេប៉ុន្តែគាត់ថាត្រូវការយើងតស៊ូតាំងចិត្តព្យាយាមហើយអត់ធ្មត់ខ្លាំងមែនតើហើយក៏វាត្រូវចំណាយពេលរៀងយូរខុសពីយើងប្រើប្រាស់ផលិតផលអីចឹងណាអញ្ចឹងគាត់ជ្រើសរើសយកវិធីសាស្ត្រតាមបែបធម្មជាតិប៉ុន្តែវាអត់បានផលប្រហែលជាមកពីគាត់ប្រើវិធីសាស្ត្រហ្នឹងវាអត់ត្រូវឬក៏គាត់ធ្វើទៅវាមិនទាន់ដល់ពេលវេលាដែលអាចឲ្យគាត់ស្រកគីឡូឬក៏មិនប៉ុន្តែគាត់ថាគីឡូគាត់នៅតែកៀងដដែលអញ្ចឹងបើនិយាយស្រួលស្ដាប់ស្មាតទោសគាត់ថាគាត់ធាត់គាត់ឡើងគីឡូគាត់ធាត់អត់ដូចមុនទេរហូតទៅដល់ពេលដែលគាត់ទៅលេងស្រុកភូមិរបស់គាត់ណាព្រោះដោយសារតែគាត់នៅមួយប្តីរបស់គាត់នៅពេញទេគាត់នៅបន្ទប់ជួលនៅអីអញ្ចឹងប្តីគាត់ទៅធ្វើការអញ្ចឹងទៅប៉ុន្តែពេលដែលគាត់មកខេត្តមកអីចឹងទៅអ្នកភូមិអីអ្នកជិតខាងគេនិយាយថាស្មាតទោសថា
ហើយធន់មែនហើយធន់មែនឥឡូវហើយធន់ខ្លាំងមែនហើយធម្មតាបងប្អូនសាកព្យាយាមយល់អារម្មណ៍វាថាពេលដែលគាត់លើគេនិយាយអញ្ចឹងមានអារម្មណ៍ថាដូចខ្លួនឯងបាក់ទឹកចិត្តមានអារម្មណ៍ថាខ្លួនឯងខ្មាស់គេមានអារម្មណ៍ថាអញ្ចឹងអានេះគាត់ដឹងថាបងប្អូនស្ត្រីណាដែលមានអារម្មណ៍ដូចគាត់ឬក៏ធ្លាប់អាចឆ្លងកាត់អញ្ចឹងតែគាត់ថាពេលដែលគាត់លើគេនិយាយមកដល់ហើយធាត់មែនស្មានទោះគាត់ថាហើយធាត់មែនគឺមានអារម្មណ៍ថាដូចធ្លាក់ចង់ធ្លាក់ថ្លើមក្តុកហ្មងមានអារម្មណ៍ថាដូចអៀនដូចខ្មាស់គេអីចឹងណាបងប្អូនអញ្ចឹងធ្វើឲ្យគាត់មានបញ្ហាដូចថាវាទៅជាបញ្ហាផ្លូវចិត្តវាទៅជាបញ្ហា depression ដែលមិនចង់ចេញក្រៅដោយសារអីកាលណាតែចេញក្រៅគឺគេតែងតែសួរគេតែងតែនិយាយពីនេះនិយាយពីនោះអញ្ចឹងធ្វើឲ្យអារម្មណ៍របស់គាត់ហ្នឹងគឺអត់ចង់ទៅណាទាំងអស់អញ្ចឹងវាជាបញ្ហាមួយដែលធ្វើឲ្យអូនស្រីគាត់ពិបាកចិត្តខ្លាំងមែនតើហើយតាក់ទងជាមួយនឹងរឿងប្តីរបស់គាត់ក៏អញ្ចឹងដែរគាត់ថាតាំងពីគាត់ប្រែរូបសម្រស់តាំងពីគាត់ឡើងគីឡូមកគឺប្តីរបស់គាត់គឺអត់សូវជាខ្វល់ខ្វាយមកលើគាត់ដោយការមុនទេហើយពេលខ្លះគាត់អត់ស្រួលខ្លួនពេលខ្លះកូនអត់សូវស្រួលខ្លួនអីក៏អត់ជួយមើលគាត់ដែរគាត់ទទួលស្គាល់ថាពេលហ្នឹងប្តីរបស់គាត់ទៅធ្វើការហើយគាត់ក៏អត់បានធ្វើការទេគាត់ឡើងទៅជួបមើលកូននៅក្នុងបន្ទប់ជួលដើម្បីដាំទឹកឲ្យប្តីធ្វើម្ហូបហើយបោកខោអាវបោកអីអញ្ចឹងណាប៉ុន្តែគាត់ថាបើមើលជាក់ស្ដែងទៅលើទឹកចិត្តប្តីរបស់គាត់គឺយ៉ាងហោចណាស់ក៏ជួយសម្រាលគ្នាបានខ្លះអញ្ចឹងតែប្តីរបស់គាត់គឺហាក់ដូចជាអត់ហៅថាអត់ខ្វល់ខ្វាយអត់យកចិត្តទុកដាក់ឬក៏អត់បារម្ភដូចការពីដំបូងការពីនៅមិនទាន់មានកូនការរូបរាងគាត់ស្អាតគឺប្តីរបស់គាត់ខ្វល់ខ្វាយហើយបច្ចានគាត់ទៀតប៉ុន្តែឥឡូវគាត់ថាប្តីរបស់គាត់អត់មានបច្ចានគាត់មិនមែនថាគាត់និយាយចឹងថាចង់ឲ្យយើងចង់ទៅយើងទៅធ្វើអីចឹងចោលឬក៏យើងធ្វើមិនដែលឲ្យវាគេហៅថាឲ្យប្តីបច្ចាននេះគាត់ថាគឺគាត់និយាយមួយអ្នកណាក៏គាត់និយាយតែបើអាការដំបូងគាត់ថាគាត់និយាយមួយអ្នកចិត្តខាងមុំបានទេគាត់ថាបច្ចានគាត់សាហាវតែដល់ពេលគាត់ប្រែរូបរាងគាត់ទៅជាធាត់ទៅជាអីចឹងទៅគាត់អត់ខ្វល់ពីគាត់ទេហើយដើរផឹកបងប្អូនគាត់ថាចេញពីធ្វើការទៅដើរផឹកដើរអីដល់យប់ហើយគាត់នឹងបងអូនស្រីហ្នឹងគាត់ក៏និយាយថាគាត់មិនចង់ទៅជ្រុះប្រកែកហើយមិនចង់ទៅរករឿងទេដោយសារអីគាត់ថាគាត់ឥឡូវហ្នឹងគាត់មានប្រាក់ចំណូលទេហើយកាលណាបើសិនជាគាត់ទៅរករឿងប្តីគាត់សម្ដីទៅសម្ដីធំដាក់ប្តីទៅខ្លាចលោវាពិបាកព្រោះដោយសារតែចំណូលរកតែម្នាក់ទេហើយកូនអីហ្នឹងគឺត្រូវការយើងទិញរបស់របរឬក៏ទៅដោះគោកូនអីចឹងទៅណាហ្នឹងហើយអញ្ចឹងគាត់មិនហ៊ានទៅមាត់កអីទេបើទោះបីជាប្តីនឹងដើរដល់យប់ក៏ដោយអីក៏ដោយមកវិញក៏មិនហ៊ាននិយាយមួយប្តីដែរព្រោះអីដឹងថាប្តីនឹងប្រហែលជាមិនអារម្មណ៍ល្អជាមួយគាត់អញ្ចឹងបើគាត់និយាយទៅវាអាចធ្វើឲ្យគាត់នឹងកាន់តែមានបញ្ហាជាមួយគ្នាអញ្ចឹងបងស្រីគាត់បានត្រឹមតែទ្រាំបានត្រឹមតែអីចឹងទៅហើយមានពេលខ្លះទៅគាត់ថាគាត់អត់ល្ងុយបងប្អូនដឹងស្រាប់ទេអ្នកគាត់មានកូនកូនឈឺកូនស្កាត់អីយប់ប្រលប់អីគាត់ថាប្តីគាត់ឬកូនយំអីគឺអត់មានងើបអត់មានបើកភ្នែកអីមកទេគាត់ដេកធ្វើមិនដឹងនិយាយទៅគឺអត់ខ្វល់ហើយគាត់ងើបមកពេលយប់អញ្ចឹងគាត់មើលតែឯងអញ្ចឹងទៅលួងកូនតែឯងអញ្ចឹងទៅពេលខ្លះគាត់ហៅប្តីដែរតែប្តីគេមិនខ្វល់គេមិនងើបគាត់ក៏លែងហៅទៅគាត់មិនចង់ឲ្យឆ្លោះគ្នាខ្មាស់គេអ្នកបន្ទប់ចិត្តខាងអីអញ្ចឹងណាអញ្ចឹងគាត់ថាបើសិនជាបងប្អូនស្ដាប់ខ្ញុំនិយាយនេះវារឿងដូចធម្មតាទេតែខ្ញុំជឿជាក់ថាសម្រាប់បងប្អូនដែលគាត់ជាស្ត្រីដែលគាត់ធ្លាប់ឆ្លងកាត់ឬក៏មានបទពិសោធន៍ស្រដៀងគាត់ឬក៏ដូចបងអូនស្រីនឹងខ្ញុំជឿជាក់ថាអ្វីដែលខ្ញុំនិយាយនេះវាមិនមែនជារឿងដែលនិយាយទៅដូចយើងនិយាយធូរទេវាធ្វើឲ្យបញ្ហាផ្លូវចិត្តរបស់គាត់គឺពិបាកមែនតើពិបាកត្រង់ថាមិនពិបាកហ្នឹងថាគាត់ជាមនុស្សស្រីហើយប្តីអត់ខ្វល់អញ្ចឹងហើយគាត់ហត់នឿយណាមិនថានៅផ្ទះអត់ធ្វើអីទេបងប្អូនមើលកូនណាគាត់ឆក់កាទៀតកូនផងកូនយំកូនជ្រោកខ្លួនឆ្លៀតទៅទិញថ្នាំទិញអីកូនទិញស្អីផ្សេងនិយាយទៅគឺ100ជំពូកប៉ុន្តែប្តីរបស់គាត់ប្រហែលជាគិតថាគាត់ហ្នឹងនៅតែផ្ទះស្រួលអត់មានធ្វើអីអញ្ចឹងយប់ប្រលប់អីគឺអត់មានខ្វល់ពីគាត់ទេហើយបងស្រីគាត់ថាពេលខ្លះគាត់ពេលដែលប្តីទៅក្រៅបាត់ទៅធ្វើការបាត់គាត់អង្គុយយំក៏មានដែរ
ឬក៏គាត់សង្ងំយំតែឯងលួងកូនបដាស្រក់ទឹកភ្នែកបដាយំបដាហើយគាត់ថារឿងរ៉ាវទាំងអស់ហ្នឹងក៏គាត់អត់ហ៊ានប្រាប់ទៅកាន់ឪពុកម្ដាយរបស់គាត់ដែរបងប្អូនដោយសារអីគាត់គិតថាមិនចង់ឲ្យឪពុកម្ដាយពិបាកចិត្តអីចឹងណាដោយសារតែអីដោយសារតែឪពុកម្ដាយរបស់គាត់គឺនិយាយរួមគឺគាត់ថាឪពុកម្ដាយរបស់គាត់គឺពេលដែលដឹងអីមួយពីគាត់គឺឪពុកម្ដាយគាត់គឺនៅស្ងៀមទេហើយអាចនឹងមានបញ្ហាធម្មតាឧទាហរណ៍ថាដឹងថាប្តីគាត់មិនខ្វល់ខ្វាយពីគាត់អញ្ចឹងដឹងតែគាត់ប្រាប់ទៅដឹងថាមានបញ្ហាជួបប្រកែកគ្នាជាមួយប្តីរបស់គាត់អញ្ចឹងគាត់អត់ចង់ឲ្យវាវែងឆ្ងាយបងប្អូនយល់ហើយហ្នឹងហើយគាត់ចង់ឲ្យមានបញ្ហាវែងឆ្ងាយជាស្រ័យបងប្អូនខ្ញុំសួរសំណួរនេះគឺវាអត់សមទេសួរបងប្អូនយល់ទេសុំទោសបងប្អូនព្រោះខ្ញុំនិយាយអានេះវាអាចអត់ល្អពីសម្ដីនឹងសុំទោសខ្ញុំសង្ឃឹមថាបងប្អូនយល់កន្លែងហ្នឹងអញ្ចឹងបន្តទៅទៀតគាត់ថាគាត់មិនចង់ឲ្យវែងឆ្ងាយព្រោះដោយសារតែខ្លាចបែកបាក់គ្នាខ្លាចអីអញ្ចឹងណាគាត់អាណិតកូនអាណិតអីដោយសារតែមិនចង់ឲ្យកូនកំភីឪពុកកំភីអីអញ្ចឹងបងប្អូននិយាយទៅគឺគាត់គិតច្រើនណាហើយបងស្រីគាត់នៅតែនិយាយប្រាប់ខ្ញុំបញ្ជាក់ប្រាប់ខ្ញុំថាគាត់ជឿជាក់ថាប្រកាសជាមានបងប្អូនស្ត្រីខ្លះឬក៏មួយចំនួនអាចនឹងធ្លាប់ជួបរឿងរ៉ាវដូចគាត់ហើយគាត់នឹងយល់ថាអ្វីដែលបងស្រីគាត់ជួបហ្នឹងគឺវាពិបាកមែនតើហ្មងណាមួយយើងគិតថាមិនចង់ឲ្យកូនកំភីណាមួយគិតថាមិនចង់បែកបាក់ណាមួយមិនចង់ឲ្យមានបញ្ហារវាងឪពុកម្ដាយក្មេកកូនប្រសាគឺគិតច្រើនណាកំឡុងពេលគាត់មានកូនមានអីហ្នឹងគឺគាត់គិតច្រើនខ្លាំងមែនតើអញ្ចឹងគ្រប់យ៉ាងគឺធ្វើឲ្យគាត់ជ្រុះសក់ឡើងគីឡូគាំងគីឡូអីហ្នឹងដោយសារអាការគិតអីហ្នឹងអាការពិបាកចិត្តហ្នឹងអញ្ចឹងវាមិនមែនថាឲ្យតែអ្នកដែលគាត់មានទម្ងន់គាត់មានកូនហើយគាត់សិតតែមានបញ្ហាហ្នឹងទេអ្នកខ្លះទៅគាត់បានប្តីឬថាគាត់យល់ចិត្តអញ្ចឹងទៅគាត់អីអញ្ចឹងទៅគាត់សុបាយចិត្តគាត់អត់សូវជាពិបាកអត់សូវជាមានបញ្ហាអញ្ចឹងឯងបងប្អូនគាត់សម្រាប់កូនហើយជួនកាលអ្នកខ្លះការដែលអត់មានកូនគឺអត់ស្អាតទេហើយមានកូនហើយស្អាតជាងរត់ដងក៏មានដែរស្អាតជាងការពីមិនទាន់មានកូនក៏មានដែរដោយសារអីដោយសារតែផ្លូវចិត្តគេសុបាយពេលដែលគេអំឡុងពេលដែលគេមានផ្ទៃពោះឬក៏គេមានកូនសម្រាប់កូនហើយអញ្ចឹងណាអញ្ចឹងអ្នកខ្លះទៀតគាត់បងប្អូនប្រកាសជាធ្លាប់ឃើញហើយបងប្អូនស្ត្រីមួយចំនួនខ្លះគាត់មានកូនមែនតែបន្ទាប់ពីគាត់សម្រាប់កូនហើយបានមួយរយៈរាងគាត់ស្អាតជាងមុនទៀតដោយសារតែផ្លូវចិត្តរបស់គាត់ហើយផ្លូវចិត្តហ្នឹងវាមកពីណាទី1មកពីគាត់ទី2មកពីប្តីមកពីអរិញវត្ថុមកពីអីផ្សេងអញ្ចឹងណាអញ្ចឹងដោយសារតែគាត់មានបញ្ហាគិតច្រើនគាត់ពិបាកចិត្តនឹងហើយទៅធ្វើឲ្យគាត់នឹងមានបញ្ហាជ្រុះសក់មានបញ្ហាគាំងគីឡូស្រេកស្លាំងអីអញ្ចឹងទៅអញ្ចឹងទោះបីជាថាអានេះគាត់និយាយថាបើទោះបីជាយើងប្រើវិធីសាស្ត្រសម្រស់បែបធម្មជាតិក៏ដោយឬក៏យើងប្រើផលិតផលក៏ដោយពេលខ្លះអាចរបស់ទាំងអស់ហ្នឹងវាគ្រាន់តែជួយបានមួយផ្នែកតែបើសិនជាផ្លូវចិត្តយើងវាពិបាកវាអាចធ្វើឲ្យយើងហ្នឹងគឺឡើងគីឡូឬក៏អត់សូវមានប្រសិទ្ធភាពទេប្រើប្រាប់វិធីសាស្ត្រឬក៏ផលិតផលហ្នឹងក៏អត់សូវមានបានផលទេហ្នឹងហើយអញ្ចឹងអ្វីដែលគាត់ប្រឈមមុខនៅកំឡុងពេលដែលប្តីរបស់គាត់មិនខ្វល់ខ្វាយនឹងហើយគាត់ហ្នឹងគឺមានពេលខ្លះគាត់ថាគាត់ចង់គិតខ្លីទៀតដោយសារអីបងប្អូនដោយសារគាត់គិតថាទី1ពេលដែលពុកម្ដាយគាត់ដឹងថារឿងរ៉ាវគាត់ជាមួយប្តីរបស់គាត់ហ្នឹងវាមានបញ្ហាអញ្ចឹងគាត់ខ្មាស់ទី1ទី2គាត់គិតថាគាត់ដូចអត់មានតម្លៃអីសោះហ្មងមានអារម្មណ៍ថាសូម្បីតែប្តីកំឡុងពេលដែលឆ្លងទលេហើយពេលដែលមានសម្រាប់កូនហើយនឹងប្តីមិនខ្វល់ខ្វាយនឹងចោះអ្នកណាជាមកខ្វល់ខ្វាយបើប្តីទាំងមូលហើយមិនខ្វល់ខ្វាយអញ្ចឹងគាត់មានអារម្មណ៍ថាគាត់អន់ចិត្តខ្លាំងមែនតើហើយអាចថាប្រហែលជាមកពីគាត់ឆ្លងទលេអញ្ចឹងទៅវាធ្វើឲ្យអារម្មណ៍មនុស្សស្រីគាត់ប្រែប្រួលគាត់ឆាប់ខឹងអាហ្នឹងគឺគាត់ថាវាអាចអញ្ចឹងដែរប៉ុន្តែគាត់ថាវាបុកផ្សំគ្នាទាំងអស់វាគួបផ្សំនឹងថាទង្វើប្តីរបស់គាត់គេធ្វើមកកាន់គាត់បែបហ្នឹងអញ្ចឹងហើយបានជាគាត់ជួបបញ្ហាសុខភាពអញ្ចឹងហើយចំណុចទាំងអស់ហ្នឹងហើយដែលធ្វើឲ្យគាត់ហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃគាត់ពិបាកបងប្អូនគាត់ពិបាកក្នុងទ្រូងមែនតើសម្រាប់បងប្អូនស្ត្រីខ្លះគាត់អានេះគាត់និយាយគាត់ថាប
បងប្អូនស្ត្រីខ្លះគាត់អត់ទាន់មានប្តីអត់ទាន់មានកូនគាត់ពិបាកចិត្តខ្លាំងហើយគាត់ពិបាកទ្រាំមកពេលខ្លះចុះទម្រាំតែគាត់ហើយដូចបងប្អូនបានស្ដាប់រឿងគាត់កន្លងមកមិញហ្នឹងគាត់ជួបរឿងរ៉ាវទាំងអស់ហ្នឹងសួរថាតើទំហំនៃការជឿចាប់ឬក៏ការលាក់ទុកនៅក្នុងទ្រូងរបស់គាត់ហ្នឹងវាប៉ុណ្ណាអញ្ចឹងមិនគាត់ទ្រាំអត់បានទេគាត់ក៏សម្រេចចិត្តថាចែកម្លែកសាច់រឿងហ្នឹងហើយគាត់ថាដាក់នៅក្នុង channel ណាក៏បានដែរ admin សំខាន់ឲ្យតែសម្រាយទៅហើយអ្វីដែលសំខាន់មួយទៀតគឺគាត់ចង់និយាយប្រាប់ខ្ញុំដើម្បីឲ្យធូរទ្រង់ហើយគាត់ក៏សង្ឃឹមក៏សនំពោដែរទៅកាន់បងប្អូនប្រិមិត្តបើសិនជាស្ដាប់វីដេអូនេះបងប្អូនណាដែលមានបទពិសោធន៍បងប្អូនមិនមានបទពិសោធន៍ក៏ដោយគឺគាត់ចង់ដឹងពីមតិរបស់បងប្អូនថាក្នុងនាមជាមនុស្សស្រីជាពិសេសហើយក៏មនុស្សប្រុសក៏អាចខមមិនបានដូចគ្នាដែរតើនៅពេលដែលគាត់មានប្រពន្ធគាត់មានអីគាត់ធ្វើបែបណាអីអញ្ចឹងទៅលើប្រពន្ធអីអញ្ចឹងណាអញ្ចឹងហើយគឺអ្វីដែលគាត់ចែកម្លែកគឺគាត់ចង់ដឹងពីមតិបងប្អូនចង់ដឹងពីបទពិសោធន៍បងប្អូនតើធ្លាប់ជួបរឿងរ៉ាវស្រដៀងគាត់ឬក៏ដូចគាត់អត់ប៉ុន្តែគាត់ថាបើសិនជាអ្នកជួបធ្លាប់ឆ្លងកាត់បទពិសោធន៍ដូចគាត់ប្រកាសជាយល់ពីអារម្មណ៍មួយនឹងច្បាស់ណាស់ថាវាពិតជាពិបាកក្នុងការទ្រាំវាឈឺចិត្តឈឺចាប់ស្អិតទ្រូងខ្លាំងមែនតើហើយក៏ថាអញ្ចេះទៀតបងប្អូនមានពេលខ្លះគាត់និយាយតាមត្រង់ហ្មងគឺធម្មតានៅអំឡុងពេលគាត់មានកូនយើងត្រូវតែមានថាលុយខ្លះមែនទេដើម្បីទុកទិញអីអញ្ចឹងទៅតែគាត់ថាពេលខ្លះគាត់គឺអត់បានលុយអត់មានលុយមានដែរត្រឹមតែ1000អីចឹង500 1000 1500អញ្ចឹងទៅទិញតែបាយបានអញ្ចឹងទៅមកហូបអត់បានទៀតទិញនៅប្លុករោងចក្រវាស្ទើវាអីគាត់ហូបហើយស្អីប្តីអត់ឲ្យពេលណាប្តីគេសុបាយចិត្តគេអីចឹងទៅគេឲ្យចឹងទៅពេលណាដែលប្តីគេមួម៉ៅគេមិនសុបាយចិត្តគេមិននិយាយហៅគេចេញទៅបាត់ទៅគេមិនទុកលុយឲ្យគេទៅចឹងទៅជួនកាលម៉ោង9យប់ម៉ោង10យប់អីមិន10យប់បានគេមកវិញអញ្ចឹងទៅហើយគាត់ទឹកភ្នែករត់តែថ្ងៃបងប្អូនទឹកភ្នែករត់តែថ្ងៃបងគាត់និយាយហើយបងប្អូនប្រកាសជាយើងឆ្ងល់ហើយថាអីចុះរឿងប៉ុណ្ណឹងអញ្ចឹងហើយមិនបានជាមិននេះស្អីលាក់ស្អីមិនចេះចូលទៅគឺមូលហេតុដូចគាត់និយាយអញ្ចឹងគាត់ថាគាត់មិនចង់ឲ្យមានការបែកបាក់អាណិតកូនមើលមុខកូននៅខ្លាចកំភៀហើយកូនគាត់កូនប្រុសអញ្ចឹងពេលហ្នឹងគឺគាត់ថាវាអាចថាមកពីគាត់គិតត្រង់ចំណុចហ្នឹងគាត់មិនបានចិត្តដាច់ណាបើគាត់ចិត្តដាច់ក៏គាត់អាចនឹងនិយាយឲ្យដឹងសខ្មៅមួយប្តីគាត់ឬក៏អីដែរតែគាត់អាណិតកូនគាត់មិនចង់ឲ្យបែកបាក់ឲ្យខ្មាស់គេខ្លាចខ្មាស់គេថាអញ្ចេះចុះទៅគិតច្រើនណាហើយលាក់ទុកក្នុងអារម្មណ៍តែឯងអត់មានទៅនិយាយប្រាប់បងប្អូនណាទេព្រោះធម្មតាតែប្រាប់បងប្អូនមិនប្រកាសថាបងប្អូននឹងលាក់ការសម្ងាត់អីណាបងប្អូនអាចនឹងនិយាយចេះញចូលទៀតហើយគាត់និយាយត្រង់គាត់ថារឿងបងប្អូនក៏អញ្ចឹងដែរមិនមែនថាបងប្អូនទាំងអស់សិតតែល្អមួយយើងទេតែមិនមែនថាអាក្រក់ទាំងអស់ទេគាត់ថាវាមានបងប្អូនខ្លះមួយចំនួនទូចគឺមិនល្អហ្មងទេពេលដែលដឹងរឿងយើងទៅគឺយកទៅនិយាយយកទៅអីយើងទៅបំប៉ោងអីចេញចុះទៅវាហើយក៏មិនស្រួលមកហៅថាជួនយើងបន្ថែមអីចឹងណាអញ្ចឹងគាត់មិនចង់និយាយរឿងអញ្ចឹងចឹងហើយបានជាគាត់លាក់នៅក្នុងទ្រូងក្នុងអារម្មណ៍របស់គាត់រហូតទៅដល់គាត់ថាមានថ្ងៃមួយប្តីគាត់គឺគាត់ចាប់បានថាប្តីរបស់គាត់គឺមានស្រីពេលដែលប្តីរបស់គាត់មានស្រីហ្នឹងគឺគាត់ចាប់បានពេលដែលប្តីរបស់គាត់ចូលបន្ទប់ទឹកទូរស័ព្ទគាត់នៅមុខបន្ទប់ទឹកណាហើយឮសំឡេងឆាតអញ្ចឹងមកគាត់ក៏បើកគាត់បើកហ្នឹងមិនមែនបើកឃើញ password ទេមានន័យថាគាត់បើកឲ្យភ្លឺអេក្រង់ទៅវាឃើញឆាតតែឃើញ profile ហ្នឹងរូបមនុស្សស្រីដែលឆាតមកអីចឹងដាក់អក្សរអញ្ចឹងណាថាបងនៅណាបងអីចឹងទៅហើយដល់ពេលអញ្ចឹងគាត់ចាប់បានដឹងហើយគាត់ដឹងថាអ្នកដែលផ្ញើហ្នឹងមិនមែនធម្មតាទេហើយពេលដែលគាត់សួរប្តីរបស់គាត់គឺប្តីរបស់គាត់អត់និយាយតបតអីទេហើយក៏ប្តីរបស់គាត់ចាប់ផ្ដើមមួម៉ៅច្រឡោតអីចឹងទៅហើយក៏ចេញម៉ូតូចេញទៅបាត់ទៅហើយគាត់ទឹកភ្នែកទៀតហ្នឹងហើយបងប្អូនគាត់ថាជាចរិតប្តីរបស់គាត់ជាទង្វើប្តីរបស់គាត់អំឡុងពេលហ្នឹងអញ្ចឹងដោយសារតែពេលហ្នឹងគាត់ថាយប់ហ្នឹងគាត់ឈូចាប់គាត់ចង់យកកូនកបិតហ្នឹងយកមកដៃខ្លួនឯងគាត់ថាគាត់ឈឺចិត្តឈឺចាប់ខ្លាំងពេកប៉ុន្តែពេលដែលគាត់ស្រឡឹងទៅមើលមុខកូនគាត់ថាបើគាត់ធ្វើអញ្ចឹងគឺគាត់ហាក់ដូចជាគាត់ជាមនុស្សល្ងងជាមនុស្សដែលគេហៅថាទុនជ្រាយពេកគាត់ថា
thâm ta sầm bát ta côn muối rồi ấy còn chăm mình ru quạt cái thành trắng bố cá bị muốn mấy quạt mình càng nghe thưa thì một ổn quạt mình càng nghe thưa được cái này nào còn thang đập pe quạt mình câu nhưng ta cứ quạt bán thưa cá mình chẳng quạt tăng chặt mỏng quạt thang bà túc bây giờ có đây đứng mình miên vào đây đó có quạt anh trong con có rùa đài cứ côn chưa cầm lặng chặt mình chẳng có quạt tăng chặt con ai thấy anh miên lối với nào còn tái có thà pe nâng quạt bây giờ ở con tao bong xài mình nè đây nơi bị tục chua cái bài quạt nữa á mình chạy tiệt bong xài mình nè nó có đây bà quạt hiền cầm ri tại bong xài nó có chân o đi tái bây giờ ở đây bong xài mình nè nó có nới cái bong xài đại quạt chỉ một pôn nó có hạt hiền ai tại vì ở đây có bát bong ở đây có tập bát bong xài nó có liệt do sợ lo bay hộp là bỏ ai cho mà ai chắc nè hay ai lui có trai tay có tha có rồi tay đầu tiên có đánh lăng tới có cháy nè có cháy chúng ta phải pon này chân ta tình chúng ta hay bong sấy có mau chui mơ chi liệt mà chui mơ con có đây chân ta có chi liệt tình nông chân ta có tha có bất chợt con có đăng con là có tha bong sấy mình ăn cứ có chỉ niệm mình con tivi bà qua đây cứ lo mình tàn tay mình giấy với hướng ta à phong ai cứ con mình trong ai phong này con bạn chặt phụ có than chứ có tăng bị khmei máu còn bạn hiện không phụ ấy thì tái của con miên cầm đất môi tha tăng bị khmei máu con càng như ấy con phơ ca rồi lối con nhà ai phong này con mình đái ai phong này mà bạn chặt được sao thật con thì mình chẳng tăng vì nông đó lấy của con tha à nó cầm đất bà con lúa bà con cứ đưa thành chẳng con ăn men trong ai phong này con bạn chặt thì bên tai có tha pe bì cái lon từ lỗ đã côn con ban tung hai chi mà côn con hai chi mà năm từ pi năm ấy chứ nâng là năm chiên ấy chẳng ở đây bà quạt cứ ngúp nâng say mền tèn đây bà quạt cứ lên một tiệt quạt tiệt tôn tao gọi ấy tới bật tù sắp ấy chẳng tao cứ lên một tiệt mà cho quạt mong gì tới cho quạt hai tung chất bậc hai có tha pe nó có đua để sao thành nhẹ chất khang thì hay vùng này có tẹt tôm mà có hiện đẹp thoáng đây có giấy có họm này vùng mà có thiệt còn mình cho vùng này có bà chật tập về đây bà con cho trao vô chân tới một hai chân tới có ọt ra có thật về nó cứ ăn miếng ấy hay dương mình ai thực xây lôi cái nhẹ chất khang cái bàn là hô thế dương cái chất kia anh chẳng nào chẳng có gì mẹ chất tha vịt một vạch hay phải tốt chú lắm á cứ ăn miếng lôi cái tiền bỏ cái tiền bạn bông sấy nó có ta ấy tới chầm bông sư tránh ao còn ăn cốt chất lo thì bông sấy nó hay còn nó có vịt một vạch vịt ấy đó do câu lan tập vẹt bông sấy nó ở sum từ sọc hay giờ bông sấy nó ao rồi lan tiệt có ta ôi rôm bạn đi bông sấy mẹ nó cứ lo nè tập về qua từ sọc qua từ đó qua cho phi lá nè bông bồn còn cho phi láปุ๊บ quạt tha quạt tóc này mà quạt hô trao mà rung vô mó vậy tới có tha túp bắt nha là sai có tha quạt anh nát khuôn ai nhá quạt sầm nát khuôn ai hay quạt mẹ làm tha quạt khô chụp bùa bụng ai á tại sao sao quạt cả họ bụng ai quạt ở đây hiện prap thì bị môn mau lẹ du đa hoi tiếp ta lỡ quạt đánh chặt tha quạt mau chân tư hay pe để quạt dung chân hói á quạt có spe xong tổ bụng ai quạt đã quạt cả họ tập về nóคือbụng ai quạt phải hay gì quạt vô lại quạt đắng này quạt khơi thầm mau tại một pôn chứ hay côn chứ đặt khơi có đầy chẳng còn bụng ai quạt toàn xua đây bên năng hay quạt có trâu tẹt sân tới hơi được tập quạt trâu tẹt tới quạt dung quạt ấy nhưng tới ban ở bụng này một quạt nó có thể cầm dung câu nữa cầm dung mà lời tới cầm dung quạt sầm rua ấy chẳng tới oi ram lọ chẳng tới có quạt điệp rọp rạp về đường ra nương từ hay có bọc bọc quạt tha quạt khăn đây mình thấy còn giấy bài là cái tha bài smart có tha bờ chân thấy viên nguyên tờ đâu đó sẽ tới còn ai nhưng mạch đai còn anh cất mạch tờ lơ ở đây tờ lơ ấy chứ nó còn anh trong nơi chung một kia nó còn mạch còn anh tua vô từng vừa cái bàn ọt ấy chứ nè chân về nó cứ bao giấy có tha
គាត់មិនអាចទទួលយកបានទេគាត់ថាសុខចិត្តគាត់ចិញ្ចឹមកូនតែឯងជីជាងតែគាត់មានប្តីគាត់ថាមានប្តីវាហាក់ដូចជាអត់ប្តីហើយមានប្តីវាហាក់ដូចជាធ្វើឲ្យគាត់នឹងកាន់តែរងសម្ពាធខ្លាំងអញ្ចឹងក៏គាត់ថាគាត់ដាច់ហើយគាត់ថាមួយទៀតថាបើសិនជាគាត់ជ្រុលចិត្តដាច់ហើយគឺគាត់ដាច់ចិត្តដាច់សាហាវណាបងប្អូនមនុស្សគាត់និយាយចិត្តដាច់ទេតែបើចិត្តដាច់ហើយគឺมันអាចត្រឡប់ក្រោយมันអាចបកក្រោយពីបានអញ្ចឹងក៏ទៅខាងទៅប្រាប់រឿងហ្នឹងទៅខាងឪពុកម្ដាយក្មេកអីចឹងទៅឲ្យដឹងពីរឿងហ្នឹងដែរហើយក៏ឲ្យខាងឪពុកម្ដាយក្មេកហ្នឹងតាក់ទងខាងប្តីរបស់គាត់តែតាក់ទងប្តីរបស់គាត់ដំបងប្តីរបស់គាត់អត់ព្រមមកទេអត់ព្រមមកហើយពេលខ្លះបើទូរស័ព្ទទៀតថាអត់ចង់លេងទេថាគាត់នៅស្រឡាញ់ប្រពន្ធនៅស្រឡាញ់កូនគាត់អត់ចង់បែកប្រពន្ធអត់ចង់បែកកូនទេអញ្ចឹងណាប៉ុន្តែពេលហ្នឹងបងអូនស្រីគាត់ថាបើសិនជាអ្នកឯងជាប្តីដែលមានទំនួលខុសត្រូវជាឪពុកដែលមានទំនួលខុសត្រូវមិនមែនអ្នកឯងដើរចោលប្រពន្ធចោលកូនអត់ឲ្យលុយប្រពន្ធចាយអញ្ចឹងទេអ្នកឯងនិយាយឲ្យតែរួចពីមាត់អ្នកឯងអត់មានទំនួលខុសត្រូវអីចឹងណាអញ្ចឹងបងអូនស្រីគាត់និយាយម៉ាំងគាត់ថាអញ្ចឹងហើយក៏ខាងប្រុសគេបិទទូរស័ព្ទទៅប៉ុន្តែពេលហ្នឹងគឺបងអូនស្រីគាត់បានប្រាប់ខាងភូមិឃុំដែរគាត់ថាគាត់ចុះចោលខ្ញុំអញ្ចឹងវាមិនមែនថាបើនិយាយស្រួលស្អាប់ទៅបើយើងនិយាយរឿងចុះចោលដូចជាម៉ានេះដូចជុំខ្ទង់3ឆ្នាំហ្មងបងប្អូនហ្នឹងថា3ឆ្នាំមួយឆ្នាំឬក៏3ឆ្នាំនេះខ្ញុំចង់ភ្លេចអធិស្ឋានបងប្អូនអាហ្នឹងគេមានច្បាប់គេដូចថាអាចយើងនេះហ្មងយើងអាចនេះឈ្នះអីចឹងណាតែខ្ញុំអធិស្ឋានខ្ញុំអត់សូវច្បាស់កន្លែងហ្នឹងទេប៉ុន្តែគាត់ថានេះវាមិនមែនដល់ប៉ុណ្ណឹងតែវាមួយខែប៉ុន្តែបងប្អូនសាកព្យាយាមសម័យមើលថានៅក្នុងបន្ទប់ជួលពីអ្នកម៉ែកូនហើយគាត់អត់អាចមានចំណូលអីទេហើយលុយក៏អត់មានដែរហើយសួរថាបងប្អូនសួរគាត់ហូបចុកអីគាត់រស់នៅបែបណាអញ្ចឹងវាអញ្ចឹងមិនគាត់ថាក្នុងរយៈពេលមួយខែហ្នឹងវាហាក់ដូចជាធ្វើឲ្យគាត់នឹងគឺមានអារម្មណ៍ថាដូចជារាប់ឆ្នាំអញ្ចឹងហើយក៏សម្រាប់ចិត្តថាប្រាប់ខាងភូមិគុំទៅក៏គាត់និយាយគាត់អីចឹងទៅក៏សម្រាប់រួទៅតែគាត់ថាអត់ទេគាត់អាចធ្វើអញ្ចឹងបានទេព្រោះប្តីរបស់គាត់គឺមិនត្រឹមតែទៅចោលគាត់ឲ្យមានស្រីអត់ឲ្យលុយអត់អីគាត់អញ្ចឹងណាហើយគាត់មិនអាចទទួលយកបានទេហើយពេលហ្នឹងគឺខាងបងប្អូនចដូនមួយខាងប្តីរបស់គាត់ហ្នឹងក៏គាត់និយាយដែរគាត់និយាយហ្មងគាត់និយាយត្រង់គាត់ថាម្នាងអើយមិនមែនថាមីងពូចេះតែបំបាច់បាក់ទេប៉ុន្តែអាហ្នឹងចរិតវាតែអញ្ចឹងវាខូចវាដឹងទៅចឹងមីងគាត់វាថាមីងគាត់ហ្នឹងអាណិតអូនស្រីហ្នឹងដែរត្រូវជាខាងមីងខាងបងប្អូនខាងប្តីទេប៉ុន្តែមីងគាត់អាណិតគាត់ថាប្តីបងប្អូនស្រីហ្នឹងវាចរិតវាចរិតវាអត់កើតចរិតវាខូចអញ្ចឹងណាអញ្ចឹងគាត់ថាមិនមែនថាមីងនេះមីងអាណិតក្មួយឯងដែរឃើញអាណិតក្មួយអាណិតចៅអាណិតអីចឹងទៅអញ្ចឹងថាបើថានេះទៅតាមតាណាទៅទៅពេលអញ្ចឹងក៏គាត់ថាបែកគ្នាតាមហ្នឹងទៅបងប្អូនអើយជាស្រាយបងប្អូនណានេះដោយសារនេះមើលមកនេះមកនេះស្កាយវាមកបន្លែងនេះបងប្អូននេះបងប្អូននេះសលេងមិញសលេងមកក្បែរដែរជាស្រាយបងប្អូនយើងកន្លែងដាច់ភាកបន្តិចដឹងមកតាមរួចមកបន្លែងគ្នាមួយណាបងនេះងងបងប្អូនអើយជាស្រាយមែនតែនដាច់ភាករឿងបាត់ហើយធ្វើម៉េចវាអញ្ចឹងបងប្អូនអូនមកមើលមុខស្ដីអូយមុខស្ដីអូយតោះចិត្តវិញកុំស្រែកមើលបងប្អូនប្រិមិត្តគាត់កំពុងតែស្ដាប់សាច់រឿងបន្លែងគ្នាអូខេអញ្ចឹងតោះឥឡូវយើងបន្តសាច់រឿងទៀតបងប្អូនខ្ញុំជឿស្រាយមែនតើព្រួយមកតែក្បែរម្ចាស់ទេបងប្អូនអញ្ចឹងក៏គាត់អញ្ចឹងទៅក៏ខាងឪពុកម្ដាយខាងប្តីគាត់ហ្នឹងក៏សម្រាប់ថាបញ្ចប់ទៅហើយគេក៏ដើរផ្លូវរៀងខ្លួនអញ្ចឹងដុតមេដៃដុតអីអញ្ចឹងណាកើតទេបងប្អូនអើយណាក៏មកបន្លែងអើយបងប្អូនអើយបើចឹងទៅនេះចង់ខ្លាចហ្មងកុំបន្លែងមកបើមកទៅខាងនោះតែលឿនទៅតាមម្ចាស់មកបន្លែងនេះ
ខេតាឥឡូវយើងបន្តសាច់រឿងរបស់បងអូនស្រីទៀតជាស្រ័យមែនតើអញ្ចឹងបន្ទាប់ពីគាត់សម្រាប់ចិត្តបែកគ្នាទៅបងអូនស្រីគាត់មិនទាន់ជាធ្វើចិត្តបានដែរបងអូនគាត់នៅដូចថាអារម្មណ៍គាត់នឹងនៅដិតដាមដូចថាយើងវាមិនទាន់អស់ស្រឡាញ់ 100% ប៉ុន្តែគឺគាត់ថាពេលដែលគាត់នឹកឃើញនៅទង្វើប្តីរបស់គាត់ធ្វើបែបហ្នឹងគឺគាត់ឈឺចាប់រហូតដល់គាត់ថាគាត់យកអាទង្វើទាំងអស់ហ្នឹងយកមកផ្ដាច់នៅអារម្មណ៍របស់គាត់នឹងគាត់មិនចង់នៅនឹករលឹកនៅគិតអីទៀតទេអញ្ចឹងក៏គាត់ថាមានពុកម្ដាយរបស់គាត់បងប្អូនគាត់ខ្លះទៅលើកទឹកចិត្តគាត់ទៅអញ្ចឹងណាថាឲ្យគាត់រឹងមាំឡើងអញ្ចឹងទៅហើយគាត់នឹងក៏តស៊ូគាត់អីអញ្ចឹងទៅបានពុកម្ដាយរបស់គាត់មានលុយមានកាក់អញ្ចឹងទៅក៏ជួយគាត់ឲ្យកូនគាត់អីខ្លះអញ្ចឹងទៅហើយរហូតដល់កូនគាត់រៀងនេះទៅគាត់ក៏ទុកកូនគាត់នៅជាមួយយាយតាអញ្ចឹងទៅគាត់ក៏ឡើងមកពេញឡើងមកធ្វើការនៅក្នុងរោងចក្រដែលគាត់ថារោងចក្រហ្នឹងគឺនៅម្ដុំនឹងបែកចានហើយគាត់ធ្វើការនឹងរហូតមកដល់រាល់ថ្ងៃនឹងអញ្ចឹងណាហើយបងអូនស្រីគាត់ថាមកដល់បច្ចុប្បន្នហ្នឹងគឺមានមនុស្សប្រុសផ្សេងដែលគេតាមស្រឡាញ់គាត់ដែរតាមញ៉ាយគាត់ដែរអូប៉ុន្តែខ្ញុំភ្លេចបញ្ជាក់មួយទៀតថាគាត់បន្ទាប់ពីគាត់មកធ្វើការរោងចក្រហ្នឹងគឺគាត់ថែសារខ្លួនគាត់ផ្លូវចិត្តរបស់គាត់អញ្ចឹងទៅគឺគាត់រៀងស្រកគីឡូហើយសម្រាប់គាត់រៀងឡើងស្អាតជាងអញ្ចឹងណាហើយក៏គាត់គិតថាគាត់ព្យាយាមធ្វើឲ្យខ្លួនឯងស្អាតឡើងវិញទៅគាត់គិតអញ្ចឹងអញ្ចឹងថ្ងៃនេះគឺមានគេតាមស្រឡាញ់គាត់ដែរប៉ុន្តែដោយសារគាត់ធ្លាប់ខុសម្ដងហើយអញ្ចឹងគាត់ក៏គិតឲ្យបានវែងឆ្ងាយមើលបានវែងឆ្ងាយសិនកុំឲ្យខុសមួយលើកជាពីរលើកអីអញ្ចឹងណាហើយរឿងនេះគឺគាត់ចង់ផ្ញើសារទៅដល់បងប្អូនមិនថាបងប្អូនបរោះឬក៏បងប្អូននារីទេថានៅពេលដែលយើងស្រឡាញ់គ្នាយើងត្រូវតែត្រៀមចិត្តត្រៀមកាយទទួលយកនៅអ្វីដែលកើតឡើងទៅលើដៃគូរបស់យើងឧទាហរណ៍ដូចជាក់ស្ដែងដូចរឿងគីឡូរឿងអីចឹងកាលពីគាត់បានគ្នាដំបូងគាត់នៅរាងស្អាតប៉ុន្តែរូបរាងកាយមិនថាសម្រស់មិនថាអីទេបងប្អូនអ្នកណាក៏ដោយវាតែងតែប្រែប្រួលទៅតាមវ័យទៅតាមអាយុតាមពេលវេលាតាមដំណាក់កាលអញ្ចឹងទៅអញ្ចឹងវាអត់អាចថិតថេរបានទេអញ្ចឹងបើសិនជាយើងស្រឡាញ់មនុស្សរកតែស្អាតហើយមិនប្រែប្រួលអាហ្នឹងគឺគាត់ថាទៅរកអ្នកណាឲ្យនេះទៅហើយបើសិនជាគិតថាត្រៀមចិត្តត្រៀមកាយទទួលយកម្នាក់នឹងហើយស្រឡាញ់ម្នាក់នឹងហើយដើររួមផ្លូវមួយម្នាក់នឹងហើយគឺយើងត្រូវតែទទួលយកគាត់ហើយក៏អាចនិយាយថាស្រឡាញ់គាត់ដូចដើមហ្នឹងហើយគឺកុំប្រែប្រួលណាព្រោះដោយសារតែគាត់ក៏មិនដឹងថាមានបងប្អូនប្រមាណអ្នកដែលគាត់ជួបរឿងរ៉ាវដូចគាត់ឬក៏បងប្អូនណាដែលគាត់ធ្លាប់គេហៅថាមានបទពិសោធន៍ត្រូវបានប្តីប្រៀបធៀបអីចឹងតាក់ទងជាមួយនឹងរូបសម្រស់ប្រែប្រួលអីចឹងណាប៉ុន្តែគាត់គិតថាមានក៏អាចច្រើនដែរតាក់ទងទៅរឿងហ្នឹងប៉ុន្តែគាត់ថាប្តីខ្លះគេស្រឡាញ់ទោះបីថាប្រពន្ធគេឡើងគីឡូធាត់មិនក៏ដោយប្រពន្ធគេទៅជាអញ្ចេះទៅជាអញ្ចោះក៏គេនៅតែស្រឡាញ់ប្រពន្ធគេដែរគេមិនប្រែប្រួលគេមិនទៅណាគាត់ថាការរស់នៅជាប្តីប្រពន្ធវាតែងតែមានបញ្ហារកម្មរកោជាមួយនឹងគ្នាវាជាមិនផុតទេប៉ុន្តែបើសិនជាពួកគាត់ទាំងពីរនាក់ហ្នឹងគឺគាត់នៅតែស្រឡាញ់គ្នាយោគយល់គ្នាឲ្យតម្លៃគ្នាដោយការពីដំបូងគឺគាត់ប្រកាសជាដើរទៅមុខមួយគ្នាបានមិនបែកបាក់គ្នាទេប៉ុន្តែបើសិនជាអ្នកដែលគាត់ស្រឡាញ់ទៅលើរូបរាងដល់ពេលថ្ងៃហ្នឹងគាត់ស្អាតស្អែកខាងស្អែកគាត់ទៅជាធាត់ទៅជាលែងស្អាតទៅជាអញ្ចេះអញ្ចោះគឺលែងស្រឡាញ់គាត់អាហ្នឹងគឺគាត់ថាវាជារឿងមួយដែលពិបាកមែនតើហើយក៏វាអាចឈានដល់ដំណាក់កាលនៃការបែកបាក់គ្នាហើយក៏និយាយទៅគឺគាត់ចង់និយាយចំហ្មងគាត់ថាបើសិនជាមនុស្សប្រុសគាត់ស្រឡាញ់តែអញ្ចឹងគឺមនុស្សស្រីនឹងគឺកម្មហើយមនុស្សស្រីនឹងកម្មហើយមនុស្សស្រីនឹងអាចនិយាយថាគឺគាត់នឹងរងទុក្ខគាត់នឹងបៀមទុក្ខដោយសារតែមនុស្សប្រុសហ្នឹងអញ្ចឹងគឺគាត់ថាមុននឹងយើងជ្រើសរើសដៃគូត្រូវតែព្យាយាមមើលឲ្យច្បាស់ប៉ុន្តែគាត់នៅនិយាយថាពេលខ្លះសម្រាប់គាត់ក៏គាត់មើលដែរប៉ុន្តែមនុស្សចិត្តមនុស្សប្រែប្រួលគ្រប់ពេលវេលាអញ្ចឹងមិនអាចថាថ្ងៃហ្នឹងគាត់អញ្ចឹងហើយថ្ងៃស្អែកគាត់មិនប្រែប្រួលទេតែយ៉ាងណាក៏ដោយគឺយើងព្យាយាមមើលឲ្យបានយូរសិនទៅកុំឲ្យខុសអីអញ្ចឹងណា
ហើយបើខុសមិនទាន់មានកូនអីតែបើមានកូនក៏វាពិបាកត្រង់អីពិបាកត្រង់ថាយើងអាណិតកូនអាណិតអីចឹងណាគ្នាក្មេងគ្នាកើតមកគ្នាអត់ដឹងអីតែគ្នាបែរជាកំព្រាឪពុកឬក៏កំព្រាម្ដាយអីចឹងទៅហើយក៏គាត់ចង់ផ្ដាំផ្ញើថាកុំឲ្យប្រៀបធៀបប្រពន្ធចេះប្រពន្ធចោះអីចឹងណាព្រោះអីគ្នាមនុស្សស្រីគ្នាគ្នាចាប់អន់ចិត្តគ្នាអីចឹងគ្នានិយាយទៅមិនបាច់ថាមនុស្សស្រីទេគាត់និយាយថាទោះបីមនុស្សប្រុសក៏ដោយពេលខ្លះមនុស្សប្រុសជាប្តីហ្នឹងសាកប្រពន្ធប្រៀបធៀបប្តីឯងជាមួយនឹងប្តីគេមើលសាកមើលយំប្រាវឬក៏មានបញ្ហាឡើយហ្នឹងមិនថាស្រីណាហ្នឹងហើយអញ្ចឹងការប្រៀបធៀបនេះវាខ្ញុំគាត់ថាវាអត់មានផលល្អទេសម្រាប់មនុស្សម្នាក់សម្រាប់ការរស់នៅមិនថាប្តីប្រពន្ធមិនថាបងប្អូនមិនថាក្រុមគ្រួសារទេឲ្យតែចូលចិត្តប្រៀបធៀបជាមួយនឹងអ្នកដទៃហើយគឺគាត់គឺអាចនិយាយថាគ្មានក្តីសុខទេបើក្រុមគ្រួសារហ្នឹងគឺគ្មានក្តីសុខទេហើយបើប្តីប្រពន្ធគឺប្តីប្រពន្ធនឹងអត់ក្តីសុខទេបងប្អូនចំណាំឲ្យតែថាគាត់ត្រឡប់ក្នុងការប្រៀបធៀបប៉ុន្តែបើគាត់ត្រឡប់មួយទៀតក្នុងការលើកទឹកចិត្តត្រឡប់មួយទៀតក្នុងការផ្ដល់គំរូវិញគឺខ្ញុំគិតថាគ្រួសារហ្នឹងប្រកាសជាមានសុភមង្គលក្តីសុខហើយអាចរីកចម្រើនហ្នឹងហើយអញ្ចឹងអ្វីដែលគាត់ចែកម្លែកនោះគឺមានតែប៉ុណ្្នឹងទេហើយគាត់ក៏សូមអធិស្ឋានទៅដល់បងប្អូនប្រិយមិត្តអរគ្នាផងពីព្រោះអ្វីដែលគាត់ចែកម្លែកនេះវាជារឿងរបស់គាត់ផ្ទាល់ដែលគាត់ជួបឆ្លងកាត់ហ្មងអញ្ចឹងគាត់និយាយត្រង់គាត់និយាយចំហ្មងអញ្ចឹងបើខុសទោះក៏សូមអធិស្ឋានផងបងប្អូនហើយសម្រាប់ខ្ញុំដូចគ្នាជា admin គឺខ្ញុំយកសាច់រឿងរបស់គាត់មកសម្រាយនេះគឺយោងទៅតាមអ្វីដែលគាត់និយាយហើយមិនមែនថាអ្វីដែលគាត់និយាយហ្នឹងគឺវាត្រូវទាំងអស់ទេហើយការដែលខ្ញុំសម្រាយនេះគឺវាអាចថាលើកខ្វះវាអាចថាវាខុសតអីហ្នឹងក៏ខ្ញុំសូមអធិស្ឋានទៅដល់បងប្អូនប្រិយមិត្តអរគ្នាផងប៉ុន្តែខ្ញុំសង្ឃឹមថានៅក្នុងវីដេអូមួយនេះតាមបទពិសោធន៍របស់គាត់នេះគឺខ្ញុំគិតថាវាជាមេរៀនមួយបទពិសោធន៍មួយសម្រាប់បងប្អូនប្រិយមិត្តអរគ្នាចំពោះអ្នកដែលគាត់មិនទាន់មានគ្រួសារមុននឹងគាត់សម្រេចចិត្តយកគ្រួសារត្រូវពិចារណាឲ្យបានច្បាស់គិតឲ្យបានវែងឆ្ងាយអីចឹងណាហើយបើសិនជាអ្នកដែលគាត់មានគ្រួសារហើយគាត់ក៏គួរតែកុំធ្វើទាំងមើលបែបហ្នឹងដល់ការប្រៀបធៀបដល់ការអីហើយមិនមានទំនួលខុសត្រូវអីចឹងណាហើយអំឡុងពេលដែលមនុស្សស្រីគាត់មានទម្ងន់ឬគាត់កូនខ្ចីអីចឹងគឺគួរតែនៅក្បែរគាត់ឬក៏គួរតែមើលថែគាត់អីចឹងទៅផ្លូវចិត្តគាត់អីឲ្យបានល្អអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអ្នកគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់រឿងរ៉ាវនេះតាំងពីដើមរហូតដល់ចប់អូខេអញ្ចឹងសូមជម្រាបលាបងប្អូនទៅប៉ុណ្្នេះចាំយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ